ខ្ញុំបាទឈ្មោះអ៊ុំសវណ្ណរិនមានតួនាទីជាគ្រូបង្រៀននៅក្នុងផ្នែកអគ្គិសនីបាទហើយតួនាទីខ្ញុំនៅក្នុងផ្នែកអគ្គិសនីគឺបង្រៀននៅផ្នែកត្រង់ស្វូបាទផ្ដើមចូលរៀននៅក្នុងសាលាបច្ចេកទេសឌុនបូស្កូនេះនៅឆ្នាំ2005អញ្ចឹងដោយសារការសិក្សារយៈពេល2ឆ្នាំខ្ញុំបានបញ្ចប់នៅឆ្នាំ2007បន្ទាប់ពីបញ្ចប់ការសិក្សាមកដោយមានលទ្ធផលនៃការសិក្សាល្អលោកឪពុកនិងលោកគ្រូអ្នកគ្រូហ្នឹងក៏បានជ្រើសរើសលោកខ្ញុំមកជួយបម្រើការងារនៅក្នុងផ្នែកអគ្គិសនីដែលមានតួនាទីជាគ្រូបង្រៀននៅក្នុងផ្នែកអញ្ចឹងបន្តមកទៀតខ្ញុំក៏បានបន្តធ្វើការនៅក្នុងទីនេះអស់រយៈពេល4ឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ននេះបាទថ្ងៃនេះគឺជាថ្ងៃបញ្ចប់សាលារបស់និស្សិតឆ្នាំទី2ផ្នែកអគ្គិសនីយើងឃើញថានៅពេលដែលសិស្សបានតាមមកការពិភាក្សាណានេះយើងឃើញថាគេបានចែកជាក្រុមហើយគេបានជ្រើសយកមុខវិជ្ជាដែលគេបានរៀនកន្លងមកហ្នឹងយកមកឡើងការពិភាក្សាណាយើងឃើញថាសិស្សមួយចំនួនបានយកការដំឡើងបណ្ដាញនៅតាមអគារផ្ទះសំណាក់ឬក៏សន្តាគារជាដើមហើយសិស្សមួយចំនួនទៀតបានជ្រើសរើសយកផ្នែកម៉ូទ័រឬក៏ប្រព័ន្ធខ្យល់ជាដើមដើម្បីយកមកឡើងការពិភាក្សាណាក្នុងថ្ងៃនេះបាទសភៅដែលពួកគាត់បានចងក្រងដើម្បីយកមកការពីនេះគឺសាលាបានទុករយៈពេលឲ្យពួកគាត់ធ្វើរយៈពេលពី2ខែឬក៏2ខែកន្លះបាទខ្ញុំឃើញថានៅពេលដែលសិស្សនិស្សិតរបស់ពួកយើងបានធ្វើការពីសារណាហ្នឹងឃើញថានិស្សិតមួយចំនួនបានឆ្លើយបានល្អបានក៏ក្បាយល្អណាស់ហើយក៏មានមួយចំនួនខ្លះទៅក៏មិនសូវបានជាក្បាយល្អប្រហែលដែរយើងឃើញថាការសិក្សានៅក្នុងនេះបានបែងចែកជា2គឺការសិក្សាអំពីទ្រឹស្ដីហើយនិងការសិក្សាទៅលើការអនុវត្តផ្ទាល់តែម្ដងបាទអញ្ចឹងក្នុងសិស្សមួយចំនួនយើងបានបែងចែកចេញជា2ក្រុមគឺមាន A និង B អញ្ចឹងសិស្សទាំង2ក្រុមនេះត្រូវបានធ្វើការផ្លាស់ប្ដូរគ្នាសិក្សាអនុវត្តនិងទ្រឹស្ដីរយៈពេល1អាទិត្យម្ដងហើយនៅក្នុងផ្នែកអនុវត្តហ្នឹងឃើញថានៅក្នុងផ្នែកអគ្គិសនីគឺមានមុខវិជ្ជាអនុវត្តជាច្រើនដូចជាការជួសជុលម៉ូទ័រការដំឡើងបណ្ដាញអគ្គិសនីការជួសជុលនិងដំឡើងត្រង់ស្វូការជួសជុលនិងដំឡើងម៉ាស៊ីនត្រជាក់ការជួសជុលនិងដំឡើងប្រព័ន្ធខ្យល់ជាដើមដល់ពេលដែលយើងមានការងារខាងក្រៅគឺយើងបានដឹកនាំសិស្សទៅអនុវត្តនៅកន្លែងផ្ទាល់ដើម្បីឲ្យគេយល់ថាតើការងារហ្នឹងត្រូវធ្វើយ៉ាងម៉េចនិងបែបបទនៃការធ្វើហ្នឹងវាយ៉ាងម៉េចពីព្រោះបើសិនបើជាយើងសិក្សានៅតែក្នុងរោងជាងឧទាហរណ៍ដូចជាបណ្ដាញអញ្ចឹងយើងតតែស៊ីខ្វីននៅលើតាមនៅពេលយើងជួបជាមួយការងារផ្ទាល់វាមានការលំបាកយើងអត់ដឹងថាតើយើងគួរធ្វើពីណាទៅណាបាទជាចុងក្រោយខ្ញុំសូមអរគុណចំពោះលោកគ្រូអ្នកគ្រូដែលបានបម្រើការងារក្នុងនេះហើយនឹងលោកឪពុកជាពិសេសសូមអរគុណចំពោះសាលាបច្ចេកទេសដុនបូស្កូដែលបានជួយដល់យុវជនក្រីក្រឲ្យមានលទ្ធភាពបន្តការសិក្សានៅពេលដែលពួកគេបានបញ្ចប់ពីថ្នាក់ទី12មកដើម្បីឲ្យពួកគេបានទទួលជំនាញមួយយ៉ាងពិតប្រាកដដើម្បីយកទៅប្រកបការងារឬក៏អាជីពរបស់ពួកគេនៅពេលអនាគត